Bà sửa đây bằng phone ngày nay nhằm xa là bọn thơ video ông pi ca song têอย่างmách đâm bay ở về miền phiệp cho chạy cho chồng là trong tê vậy rùm tới cứ công ở về miền cầm đào tháng ngày là trong bật tục nó ấy của bà về nặng nơi sầm rạp thì chẳng á bà hay ngàyนี้จะថ្ងៃដំបូងដែលខ្ញុំរៀនថតចេញពី screen recorder នៅលើ computer ដែរបាទអញ្ចឹងមានន័យថាខ្ញុំទៅតែ baby សម្រាប់ធ្វើកិច្ចការខាងវីដេអូនេះទេបាទអញ្ចឹងយើងមើលផ្ទះនេះទាំងអស់គ្នាអញ្ចឹងយើងឃើញស្រមោលនេះបាទយើងចូលទៅនេះគេដាក់មិនដឹងតែវាថតចេញនេះអត់នេះយើងឃើញស្រមោលនៅកន្លែងនេះអញ្ចឹងមានន័យថាឧទាហរណ៍ថាពេលនេះពេលព្រឹកចឹងណាស្រមោលនេះមានន័យថាខាងនេះគឺខាងកើតចឹងខាងនេះខាងលិចនេះជើងខាងនេះខាងត្បូងអញ្ចឹងឧទាហរណ៍ថាយើងធ្វើផ្ទះទី1យើងគិតទៅឥឡូវខ្ញុំសូមនិយាយពីពលិព្រះអាទិត្យសិនលើកម្ដៅគឺយើងមើលកម្ដៅជាធម្មតានៅពេលព្រឹកគឺពន្លឺវាអត់សូវក្តៅប្រហែលទេពេលល្ងាចគឺក្តៅហើយបើផ្ទះយើងថ្មប៉ុណ្ណេះអីផងងុំអញ្ចឹងឧទាហរណ៍ថាយើងមានដីសង់ផ្ទះមួយល្វែងអញ្ចឹងហើយយើងបែរថាបែរមកខាងត្បូងអញ្ចឹងណាខាងលើខាងជើងអញ្ចឹងយើងសង់ខ្ពស់អញ្ចឹងយើងត្រូវដាក់ចតាណាយើងត្រូវដាក់ចតាអញ្ចឹងសួរថាយើងដាក់ចតានៅខាងលិចឬក៏ដាក់ចតានៅខាងកើតដើម្បីឡើងទៅលើណាព្រោះតែចតាវាសល់ចន្លោះមួយដើម្បីយើងដើរឡើងទៅលើហើយអញ្ចឹងក្នុងករណីដើម្បីកុំឲ្យវាក្តៅខ្លាំងបន្ទប់គេយើងអញ្ចឹងគឺយើងដាក់បន្ទប់នៅខាងកើតចុះយើងទុកចន្លោះខ្យល់នេះដែលយើងដាក់ចតាឡើងនេះអញ្ចឹងពីចតាទៅដល់អាជាងបន្ទប់យើងខាងក្នុងហ្នឹងមានន័យវាអ៊ីសឡង់វាចន្លោះហ្នឹងគឺវាទុកកម្ដៅពីខាងនេះទៅបានអញ្ចឹងបើសិនជាយើងសង់ Adobe អីចឹងទៅវាងុំទៅក្នុងហ្នឹងវាអត់ទៅដល់ក្នុងបន្ទប់គេហើយចំណែកព្រលឹមឡើងគឺពីព្រលឹមឡើងថ្ងៃមកហ្នឹងបន្ទប់យើងហ្នឹងវាអត់សូវក្តៅហើយបើព្រលឹមឡើងល្អសម្រាប់សុខភាពយើងទៀតអញ្ចឹងសរុបសេចក្តីទៅយើងសង់ផ្ទះបើករណីកម្ដៅគឺយើងក៏លេចមើលទិសព្រះអាទិត្យខាងកើតរះនៅខាងកើតអញ្ចឹងខាងលិចខាងត្បូងខាងជើងអីចឹងទៅអញ្ចឹងយើងសម្រេចថាដាក់ចតាខាងណាដាក់បាំងកន្លែងណាដើម្បីកុំឲ្យវាពលឺចាំងមកអញ្ចឹងវាក្តៅពេកអញ្ចឹងសរុបទៅបើក្នុងករណីផ្ទះយើងបែរជើងត្បូងទេគឺយើងដាក់ចតាមកទិសខាងលិចមកបាទដើម្បីឲ្យវាកាត់កម្ដៅកុំឲ្យវាចូលព្រោះទិសខាងលិចវាក្តៅបាទ